នៅឆ្នាំ1998ទីក្រុងភ្នំពេញមិនទាន់ជាអ៊ូអរដូចសពថ្ងៃនេះទេប្រជាជនប្រមូលផ្ដុំនៅតែកណ្ដាលទីក្រុងគឺមានផ្លូវមានផ្ទះតែមនុស្សដើរកាត់តិចតួចម៉ាក់និងខ្ញុំរស់នៅផ្ទះតាយាយមុនដំបូងពួកយើងរស់នៅផ្ទះជាន់ទី3ម្ដុំផ្សារអូរស័យក្រោយមកតាក៏លក់ផ្ទះទទេកដីនៅជាយក្រុងដីនោះធំគួរសមហើយមានផ្ទះឈើមួយប្រក់សាំងអាស័យនៅចំកណ្ដាលដីនិងមានរបងថ្មព័ទ្ធជុំវិញលើរបងថ្មនោះមានដាក់អំបែងកែវពីមាត់ទ្វារផ្ទះដល់ទ្វាររបងសល់ដី10ម៉ែត្រទៀតនៅម្ដុំនោះមានប្រជាជនរស់នៅច្រើនគួរសមដែរផ្ទះនីមួយៗសុទ្ធតែមានដីធំដីយើងស្ថិតនៅកាច់ជ្រុងផ្លូវធំនិងផ្លូវលំនោះមានទំហំ7ម៉ែត្រនៅបណ្ដោយផ្លូវលំនោះមានជាង10គ្រួសារពេលចូលទៅក្នុងចម្ងាយប្រហែលកន្លះគីឡូម៉ែត្រឃើញមានដើមជ្រៃមួយដើមនោះធំហើយខ្ពស់វល្លិរបស់វាធ្លាក់មកសម្យាកដើមនោះដុះចំកណ្ដាលផ្លូវលំវាជាផ្លូវទាល់មានសាលារៀនមួយដែលស្ថិតនៅលើផ្លូវធំចម្ងាយពីផ្ទះខ្ញុំ2គីឡូម៉ែត្រខ្ញុំត្រូវប្តូរមករៀននៅសាលានោះរាល់ថ្ងៃតាជាអ្នកជួបខ្ញុំទៅរៀននិងយកខ្ញុំមកពីសាលា7ថ្ងៃដំបូងនៅទីនោះគ្រួសារយើងចាប់ផ្ដើមជួបរឿងចម្លែកថ្ងៃទី1យប់នោះម៉ាក់ដេកមិនបានចេះតែភ្ញាក់គាត់ឮសំឡេងដូចជាមានគេហាត់ទាហាននៅមុខផ្ទះបន្ទាប់មកគឺឮសំឡេងគេដើរនៅលើដំបូលផ្ទះក្រោយមកទៀតក៏ឮសំឡេងក្មេងយំនឹងម្ដាយបំពេកូនគាត់ស្ដាប់មិនបានថាជាសំឡេងម្ដាយបំពេកូនយ៉ាងម៉េចទេគាត់ដឹងត្រឹមថាសំឡេងនោះលាន់ឡើងក្រលួចលុះព្រឹកឡើងក៏ប្រាប់តាខ្ញុំគេងមិនបានទេប៉ាថាទីនេះស្ងាត់ស្រួលតែយប់មិញខ្ញុំឮសំឡេងមនុស្សដើររហូតតាអត់ឮអីផងហ្នឹងតាតបម៉ាក់នៅតែថាមានតានៅតែថាអត់ចំណែកយាយវិញនៅស្ងៀមថ្ងៃទី2ពេលល្ងាចម៉ាក់និងយាយកំពុងរវល់នៅក្នុងផ្ទះបាយឯតាចេញទៅក្រៅពេលនោះខ្ញុំកំពុងលេងបាញ់ឃ្លីម្នាក់ឯងនៅខាងមុខផ្ទះខ្ញុំលេងមួយស្របក់មេឃក៏ចាប់ផ្ដើមងងឹតខ្ញុំរត់ទៅបើកភ្លើងនៅខាងមុខផ្ទះដើម្បីបំភ្លឺពេលខ្ញុំបើករួចខ្ញុំរត់មករកគ្រាប់ឃ្លីរបស់ខ្ញុំវិញស្រាប់តែឃើញពូ5នាក់ដើរកាន់មុខផ្ទះពួកគាត់ដើរត្រង់ជួរល្អណាស់ដូចជាទាហានអញ្ចឹងប៉ុន្តែចម្លែកខ្ញុំមើលឃើញខ្លួនរបស់ពួកគាត់ពាក់កណ្ដាលនៅខាងក្នុងរបងហើយពាក់កណ្ដាលទៀតនៅខាងក្រៅរបងខ្ញុំពិតជាភ្ញាក់ផ្អើលមែនទែនពេលឃើញបែបនេះដោយខ្លាចពេកខ្ញុំក៏រត់ចូលទៅក្នុងផ្ទះខ្ញុំមិនបានប្រាប់រឿងនេះទៅអ្នកផ្ទះខ្ញុំទេពេលយប់ម៉ោងប្រមាណ11គ្រប់គ្នាកំពុងតែដេកនៅសល់យាយតែម្នាក់ឯងកំពុងអង្គុយសូត្រធម៌មុខព្រះពុទ្ធរូបពេលនោះសំឡេងខ្យល់បក់វូយាយបែរទៅឃើញទ្វារផ្ទះមួយចំហៀងរបាំងយាយគិតថាប្រហែលជាប៉ាព្រិចដាក់កន្លឺទ្វាររួចក៏ក្រោកឡើងទៅដើរយឺតទៅរកទ្វារពេលគាត់ទាញទ្វារបំរុងនឹងបាត់គាត់ក៏លេចមើលទៅមុខផ្ទះគាត់ឃើញស្ត្រីម្នាក់3កូននៅលើរបងគេដើររហូតទៅដល់ផុតរបងផ្ទះយើងឃើញហើយគាត់ធ្វើមិនដឹងអត់មានមាត់គាត់បិទទ្វារដាក់កន្លឺស្រួលបួលរួចក៏មកអង្គុយសូត្រធម៌បន្តថ្ងៃទី3ពេលប្រឡប់ពួកយើងញ៉ាំបាយជុំគ្នាតាបានប្រាប់ថាប្តីឯងទូរស័ព្ទមករកប៉ាវាថា3ថ្ងៃទៀតវាឡើងមកភ្នំពេញហើយជីយ៉ូប៉ាមកហើយខ្ញុំស្រែកហូរដោយក្តីត្រេកអរមិនក៏គាត់មិនទេមករកខ្ញុំម៉ាក់សួរទៅតាវាថាទូរស័ព្ទឯងទេមិនចូលវាចុចច្រើនដងដែរតែវាមិនចូលដូច្នេះទៅវាទេមករកប៉ាហើយផ្ដាំឲ្យប្រាប់ឯងផងមើលចុះម៉ាក់ញ៉ាំបាយបណ្ដាញញឹមបណ្ដាគាត់ញញឹមស្អាតខ្លាំងណាស់ចំណែកខ្ញុំវិញបាយឆ្ងាញ់អីម្លេះទេល្ងាចនេះខ្ញុំញ៉ាំអស់2ចានយាយសប្បាយចិត្តពេលឃើញពួកយើងរីករាយនឹងបាយបានច្រើនបន្ទាប់ពីញ៉ាំបាយរួចខ្ញុំធ្វើលំហាត់សាលារួចចូលគេងចំណែកតាគ្រាន់តែនាឡិកា3ដល់ម៉ោង9ភ្លាមគាត់ចូលមុងផ្លេតរាល់យប់នៅតែយាយម្នាក់ឯងទេដែលនៅដល់យប់ជ្រៅគាត់ជាប់សូត្រធម៌ថ្វាយបង្គំព្រះបើម៉ោងមិនទាន់12គាត់មិនចូលគេងទេពេលម៉ោង1រំលងអត្រាតម៉ាក់ក្រងទៅបន់ជើងតូចបង្គន់នៅខាងក្រៅចំហៀងផ្ទះយើងមានទ្វារ2មុខ1និងចំហៀង1ម៉ាក់ចេញទៅតាមទ្វារចំហៀងដើរទៅកាន់បង្គន់ពេលគាត់កំពុងដើរទៅនោះចេះតែមានអារម្មណ៍ថាដូចចម្លែក
ព្រោះអ្វីចេះតែទាញភ្នែកម៉ាក់ឲ្យមើលទៅផ្លូវម៉ាក់មិនចង់ទេតែចេះតែទាញពេកគាត់ក៏ឈប់ហើយក៏លេចភ្នែកមើលម៉ាក់ឃើញយ៉ាងច្បាស់ស្ត្រីនោះសក់វែងអូដីបីកូននឹងដៃដើរលើរបងផ្ទះស្ត្រីនោះដើរបែរមុខមកផ្ទះយើងគាត់អត់មើលផ្លូវទេតែនៅតែដើរទៅមុខបានម៉ាក់នៅស្ងៀមបែរមុខមកវិញហើយជួបបន្ទប់ទឹកគាត់សំងំក្នុងបន្ទប់ទឹកនោះយូរណាស់គាត់បើកទ្វារយឺតហើយអើតក្បាលមកមុនមើលទៅរបងស្ត្រីនោះទៅបាត់ហើយឃើញដូច្នេះគាត់ក៏ចេញមកក្រៅគាត់បិទទ្វារបង្គន់រួចដើរចូលទៅមាត់ទ្វារស្រាប់តែគាត់មានអារម្មណ៍ថាដូចជាត្រជាក់នោះពីខាងលើក្បាលគាត់មើលទៅខាងលើអូយម៉ាក់ភ្ញាក់បើកភ្នែកធំស្ត្រីអំបញ្ញមិញកំពុងដើរនៅលើដំបូលផ្ទះរបស់យើងគេដើរជន់សាំងអាស័យលឺសូរប្រោកម៉ាក់ចំណាំបានថានេះជាសម្លេងដែលគាត់លើពេលដែលគាត់មកនៅយប់ដំបូងម៉ាក់ឡើងព្រឺសម្បល់គាត់ប្រញាប់ចូលទៅក្នុងផ្ទះហើយបិទទ្វារម៉ាក់រត់ចូលក្នុងមុនយ៉ាងលឿនគាត់ទាញពួយមុខក៏លងខ្លួនគាត់ឡើងញ័រនៅលើដំបូលផ្ទះឮតែសម្លេងដើមមិនឈប់ម៉ាក់មិនហ៊ានបើកភ្នែកទេសម្លេងនោះឮរហូតដល់ជិតឮទៅបាត់នៅថ្ងៃទី4នៅពេលល្ងាចចេញពីសាលារៀនឆេងដែលជាមិត្តភក្តិថ្មីរបស់ខ្ញុំបានមកលេងជាមួយខ្ញុំនៅឯផ្ទះគេរៀនថ្នាក់ជាមួយខ្ញុំហើយអង្គុយតុជាប់គ្នាផ្ទះរបស់គេនៅខាងផ្លូវធំមានរបងថ្មពណ៌បៃតងយើងលេងគប់វងដៃគេត្រង់ណាស់ខ្ញុំលេងមិនឈ្នះគេទេដំបូងយើងលេងគប់បណ្ដោយផ្ទះក្រោយមកឆេងក៏ស្នើបដូរទីតាំងដោយគប់ពីមាត់ទ្វាររបងមកវិញខ្ញុំក៏យល់ព្រមពួកយើងប្រើស្បែកជើងផ្ទាត់មកគប់ចម្ងាយជិតប៉ុណ្ណាក៏ខ្ញុំនៅទីគប់មិនត្រូវទៀតចំណែកឆេងវិញគប់បានហ្មងទីនៅកន្លែងណាគេគប់ដល់កន្លែងនោះពួកយើងលេងអស់2ម៉ោងក៏សម្រេចចិត្តថាឈប់ស្បែកជើងរបស់ខ្ញុំក៏ទៅជាប់នៅរបងចំណែកស្បែកជើងរបស់ឆេងនៅនឹងទ្វាររបងពួកយើងទាំងពីរដើរទៅយកស្បែកជើងរៀងខ្លួនពេលនោះឆេងបានឃើញរបស់ម្យ៉ាងណែមើលទៅដូចជាសក់គេហៅខ្ញុំទៅមើលខ្ញុំទៅដល់ក៏យកដៃទៅស្ទាបអង្អែលនោះពិតជាសក់មែនសក់នោះវែងប្រហែលជា1ម៉ែត្រពណ៌ខ្មៅក្រឹបធាក់ជាប់នឹងកន្លឹះទ្វាររបងបើប៉ាន់មើលទៅចំនួនប្រហែល1ក្តាប់ដៃកូនង៉ែតតើនេះជារបស់អ្នកណាឆេងសួរខ្ញុំមិនដឹងទេខ្ញុំឆ្លើយចុះមិនបានជាមកចោលរបងផ្ទះឯងមកសួរខ្ញុំឲ្យខ្ញុំទៅសួរអ្នកណាចុះបើយើងមានតែ2នាក់បើមិនឲ្យខ្ញុំសួរឯងតើឲ្យខ្ញុំសួរអ្នកណាឆេងពិនិត្យមើលសក់មើលចុះឡើងក៏លាន់មាត់ថាពេលពួកយើងចូលមកដូចជាមិនឃើញមានសក់ទេពិតមែនហើយពួកយើងលេងយូរហើយគ្មានឃើញអ្នកណាមកហើយក៏គ្មានឃើញអ្នកណាដើរកាត់នេះដែរចុះមិនក៏មានសក់នេះយកទៅឲ្យយាយឯងមើលទៅពួកយើងដោះសក់ចេញពីកន្លឹះទ្វារបំរុងនឹងយកទៅឲ្យលោកយាយស្រាប់តែមានខ្យល់បក់មកហើយគួយសក់នោះហើរទៅបាត់ឃើញដូច្នេះពួកយើងក៏រត់ចូលទៅក្នុងផ្ទះហើយប្រាប់យាយស្ដាប់រួចក៏ប្រាប់ពួកយើងថាបើឃើញរបស់អីចម្លែកកុំប៉ះពាល់ឬទេបានយាយបានឲ្យឆេងត្រឡប់ទៅផ្ទះឆេងក៏ជម្រាបលាយាយហើយដើរចេញទៅពេលយប់មកដល់ដោយសារតែខ្ញុំផឹកទឹកច្រើនពេកពេលប្រឡងទើបធ្វើឲ្យខ្ញុំឈឺនោមមិនឈប់ម៉ោង10កន្លះកំពុងតែដេកខ្ញុំឈឺនោមខ្ញុំចេញពីមុំឃើញម៉ាក់កំពុងតែនិយាយទូរស័ព្ទគាត់និយាយទូរស័ព្ទបណ្ដើរសើចបណ្ដើរមើលទៅដូចជានិយាយទូរស័ព្ទជាមួយប៉ាហើយរីឯយាយនៅអង្គុយក្បែរនោះបិទភ្នែកសូត្រធម៌ចម្ងាយពីម៉ាក់មុខខ្ញុំគឺឆ្ងាយហើយផ្សំនឹងម៉ាក់និយាយទូរស័ព្ទមិនសូវឮទៀតដូច្នេះខ្ញុំស្ដាប់មិនឮទេមិនដឹងថាគាត់និយាយអំពីអ្វីប៉ុន្តែចម្ងាយពីម៉ាក់ទៅកន្លែងយាយគឺចិត្តហេតុនេះម៉ាក់និយាយអីយាយគង់តែឮគ្រាន់តែឆ្ងល់ថាយាយមិនបែកអារម្មណ៍ទេណគាត់បិទភ្នែកដៃសំពះហើយមាត់សូត្រធោះជីបអូចឬមួយគាត់លួចជេរម៉ាក់ទីដឹងខ្ជិលរវល់ណាស់រឿងចាស់ទុកឲ្យចាស់ដោះស្រាយខ្លួនឯងទៅខ្ញុំដើរសម្ដៅទៅទ្វារជំនាញហើយបើកទ្វារតិចរួចដើរចេញដោយទាញទ្វារបាត់តែបិទមិនជិតទេខ្ញុំគ្រាន់តែគប់ប៉ុណ្ណោះលោកខែលើមេឃមានមួយចំណត់ប៉ុន្តែផ្កាយគ្មានទេពេលយប់បែបនេះឃ
ខ្យល់ត្រជាក់ដល់ឆ្អឹងខ្នងសំឡេងចង្រិតម្ដងលឺម្ដងអត់ខ្ញុំដើរទៅបង្គន់ហេមានគេហៅខ្ញុំងាកខ្វាច់មកក្រោយអត់មានមនុស្សទេអេសំឡេងលន់មកពីរបងខ្ញុំងាកទៅមើលគ្មានមនុស្សសោះខ្ញុំគិតក្នុងចិត្តអំបញ្ញមានឮច្បាស់ណាស់ពេលនេះខ្ញុំរៀកនោមពេកក៏ឈប់គិតហើយដើរចូលទៅក្នុងបង្គន់ខ្ញុំមិនបានបិទទ្វារទេពេលខ្ញុំកំពុងឈរនោមខ្ញុំឮសំឡេងប្រោកមកពីលើដំបូលស័ង្កសីខ្ញុំងើយមើលប្រោកខ្ញុំផ្ទៀងទៅជាស្ដាប់លែងឮហើយប៉ុន្តែឌុកដូចជាមានអ្វីធ្លាក់ពីលើដំបូលបង្គន់មកដីភ្នែកខ្ញុំក៏លែងកន្លងឈួរឆ្កាំងសូម្បីដង្ហើមមិនដកពេលនោះឮតែសំឡេងចង្រិតនិងសំឡេងទឹកនោមរបស់ខ្ញុំតែប៉ុណ្ណោះស្រាប់តែមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងខ្ញាក់ហើយក៏លេងចង់ភ្នែកមើលមានឃើញស្រមោលខ្មៅមួយនៅឈ្មោះពីខាងក្រោយខ្នងខ្ញុំខ្លាចណាស់ខ្ញុំមិនហ៊ានងាកក្រោយទេខំប្រឹងបាញ់នំឲ្យអស់ឲ្យលឿនរួចសម្រេចចិត្តថានឹងរត់បុកតែម្ដងខ្ញុំលើកខោហើយងាកមកអត់មានឃើញមនុស្សទេអត់ខ្វល់ខ្ញុំអត់ចាក់ទឹកហើយដើរយ៉ាងលឿនតម្រង់ទៅទ្វារខ្ញុំចូលទៅដល់ក្នុងផ្ទះបិទទ្វារគ្រាន់តែខ្ញុំបែរខ្នងស្រាប់តែភ្ញាក់ព្រឹកទើបមកពីណាម៉ាក់ឈួរនៅចំពោះមុខខ្ញុំភ័យសឹងស្លាប់ចេះមកបន្លាចខ្ញុំទៅកើតកូនតបត់ជើងខ្ញុំឆ្លើយទៅម៉ាក់ចុះមានចាក់ទឹកអត់ម៉ាក់សួរសម្លឹងកែភ្នែករបស់ខ្ញុំមិនដឹងគិតយ៉ាងម៉េចក៏ឆ្លើយប្រាប់ត្រង់អត់បានចាក់ទឹកផងហេតុអ្វីមិនចាក់ទឹកម៉ាក់សួរដោយសំឡេងម៉ាត់គឺកូនប្រញាប់ពេកកូនភ្លេចខ្ញុំឆ្លើយរដិចរដប់ប្រញាប់អីទោះប្រញាប់បណ្ណាក៏មិនត្រូវភ្លេចចាក់ទឹកដែរចុះលាងដៃខ្ញុំអត់មកចុះខ្ញុំអត់បានចាក់ទឹកហើយក៏អត់បានលាងដៃដែរម៉ាក់សម្លឹងមកខ្ញុំមិនមាត់រួចបើកទ្វារចេញទៅខ្ញុំសម្លឹងមើលទៅបង្គន់ខ្ញុំមិនហ៊ានសម្លឹងមើលទៅរបងទេហើយក៏មិនហ៊ានមើលទៅដំបូលបង្គន់ដែរចុងដៃចុងជើងឡើងត្រជាក់ហើយខ្លួនរៀងភ្លឺតិចទោះជាយ៉ាងណាក៏ត្រូវទៅខ្ញុំបោះចំហៀនជាញាប់ធ្វើដំណើរទៅកាន់បង្គន់ខ្ញុំបើកទ្វារទៅហើយដួសទឹកពីក្នុងធុងចាក់ស្រោច3ផ្តិលទៅក្នុងបង្គន់រួចដួសកន្លះផ្តិលទៀតយកមកលាងដៃរួចហើយខ្ញុំទម្លាក់ផ្តិលចុះទៅក្នុងធុងវិញហើយដើរយ៉ាងលឿនពីបង្គន់សម្ដៅទៅរកមាត់ទ្វារផ្ទះពេលខ្ញុំដើរដល់ជិតមាត់ទ្វារផ្ទះខ្ញុំមានអារម្មណ៍ថាមានមនុស្សនៅឈរនៅរបងកំពុងសម្លឹងមកខ្ញុំព្រឺសម្បោកញាក់និយាយតិចប្រាប់ខ្លួនឯងថាកុំងាកខ្ញុំបើកទ្វារចូលទៅក្នុងផ្ទះហើយបិទទ្វារយ៉ាងលឿនក្រោយពីបិទទ្វារក្រឹបខ្ញុំមានអារម្មណ៍ថាដូចជាធូរផ្សាខ្ញុំដើរទៅរកគ្រែវេកជើងមកចូលដេកខ្ញុំប្រាស់ខ្លួនដេកក្បែរម៉ាក់មិនទាន់ដេកទេខ្ញុំងាកទៅប្រាប់ម៉ាក់កូនចាក់ទឹកនឹងលាងដៃរួចហើយម៉ាក់ងក់ក្បាលរួចទាញព្រួយដណ្ដប់ឲ្យខ្ញុំក៏ដេកទៅថ្ងៃទី5រឿងរ៉ាវកាលពីយប់មិញខ្ញុំប្រាប់យាយតែម្នាក់ប៉ុណ្ណោះហើយកាលពីយប់មុនខ្ញុំក៏ប្រាប់យាយអស់ដែរយាយស្ដាប់ហើយប្រាប់ខ្ញុំកុំឲ្យចេញទៅលេងក្រៅពេលមេឃងងឹតខ្ញុំឆ្លើយថាបានយប់នេះដល់វេនតាម្ដងគាត់ទៅជួបរួមបុណ្យ3ឆ្នាំមិត្តភ័ក្តិរបស់គាត់នៅឯអូរស័យគាត់ទៅតាំងពីល្ងាចរហូតដល់យប់ជ្រៅទើបត្រឡប់មកផ្ទះវិញមកដល់ផ្លូវបត់គាត់ក៏បត់គាត់ចំណាំថាផ្ទះគាត់គឺនៅកាច់ជ្រុងផ្លូវធំឲ្យតែបត់ចុះមកតែបន្តិចគឺដល់ទ្វាររបងហើយចុះមកជប់នេះអត់ឃើញទ្វារតាយល់ថាគាត់បត់ខុសផ្លូវហើយក៏បត់ម៉ូតូជិះឡើងទៅវិញទៅដល់មាត់ផ្លូវគាត់ក៏ឃើញផ្ទះឆេងដែលនៅនឹងទល់មុខផ្លូវបត់ផ្ទះរបស់ឆេងមានរបងពណ៌បៃតងតាគិតថាគាត់បត់ត្រូវហើយផ្លូវបត់ផ្ទះអញគឺនៅទល់មុខផ្ទះពណ៌បៃតងនឹងតាចុះមិនអញរមមិនឃើញគាត់ងាកទៅមើលរបងដែលនៅខាងឆ្វេងដៃគាត់គឺផ្ទះនឹងហើយគាត់បត់ម៉ូតូហើយសម្លឹងមើលទៅឃើញផ្ទះតែហាក់ដូចជានៅឆ្ងាយតាក៏លេងមើលរបងម្ដងទៀតឃើញរបងនៅជាប់នឹងផ្លូវថ្នល់តាចង់វែងរបងចំហៀងនៅជាប់នឹងផ្លូវធំគឺត្រូវហើយជិះចូលពីផ្លូវធំទៅប្រហែល5នាទីគឺដល់មាត់ទ្វាររបងហើយចុះមិនយប់នេះក៏នៅឆ្ងាយម្ល៉េះតាក៏វីក្បាលចុះឡើងក្រៃលោតាមិនស្រួលខ្លួនគាត់មើលម្ដងទៀតនៅតែឃើញផ្ទះនៅឆ្ងាយតាឆ្ងល់គាត់ចង់ឈ្នះគាត់ក៏ជិះតម្រង់ចូលទៅរកផ្ទះជិះចូលកាន់តែជ្រៅផ្ទះកាន់តែឆ្ងាយទៅគាត់គិតថាដូចជាមិនស្រួល
គាត់ក៏ឈប់ងក់រួចសម្លឹងមើលជុំវិញខ្លួនគាត់ជិះម៉ូតូហួសផ្ទះហើយគាត់ចំណាំបាននៅពីមុខគាត់គឺមានដើមជ្រៃតាសម្លឹងមើលទៅដើមជ្រៃនោះឃើញដូចជាមានភូមិមួយមនុស្សជាច្រើនកំពុងរស់នៅលើមេឃជ្រៃមានស្រីមានប្រុសមានក្មេងមានចាស់តាឃើញពួកគេកំពុងតោងមេឃជ្រៃហើយដើរសម្ដៅមករកគាត់តាឃើញដូច្នេះក៏បត់ក្បាលម៉ូតូយ៉ាងលឿនជិះត្រឡប់ក្រោយវិញគាត់មូលហ្គាបន្ថែមល្បឿនតាមធម្មតាតាជិះម៉ូតូយឺតទេតែលើកនេះតាមូលហ្គាឡើងកប់ដូចក្មេងស្ទាវអញ្ចឹងតាសូត្រធម៌រហូតតាមផ្លូវគាត់មានអារម្មណ៍ថាអ្នកទាំងប្រមាណអ្នកចុះពីលើដើមជ្រៃអំបញ្ញវិញកំពុងតែរត់តាមម៉ូតូគាត់ពិតជាខ្លាចជិះម៉ូតូដល់5នាទីផងតាក៏ឃើញស្រីម្នាក់កំពុងឈួរនៅមាត់របងគាត់ចំណាំបានថានេះគឺយាយតាត្រេកអរណាស់ក៏បន្ថែមល្បឿនជិះទៅរកយាយមើលឃើញភ្លើងម៉ូតូរបស់តាពីចម្ងាយគាត់ក៏បើកទ្វាររបងរួចជាស្រេចតាមបដជិះម៉ូតូចូលតែម្ដងរួចក៏បិទទ្វាររបងវិញយាយឃើញមុខតាយាយដឹងភ្លាមព្រោះគាត់ជាអ្នកកាន់សិលយូរហើយតែគាត់គ្មានសួរនាំអីទេចំណែកតាវិញក៏អត់មាត់អីដែរពួកគាត់ទាំងពីរដើរចូលទៅក្នុងផ្ទះតាមប្លង់កៅអៅតែមិនងូតទឹកទេក៏ដើរចូលមុខតែម្ដងចំណែកយាយវិញអង្គុយនៅមុខព្រះពុទ្ធរូបលើកដៃប្រណម្យរួចក៏ចាប់ផ្ដើមសូត្រធម៌ថ្ងៃទី6ពេលរសៀលពេលប៉ាមកដល់ផ្ទះខ្ញុំសប្បាយចិត្តណាស់ម៉ាក់ដើរទៅបើករបងឲ្យឡានប៉ាចូលគ្រាន់តែឃើញប៉ាចេញពីឡានភ្លាមខ្ញុំស្ទុះទៅរកប៉ាក៏លើកខ្ញុំឡើងអូយធ្ងន់ណាស់គាត់ដាក់ខ្ញុំចុះវិញគាត់ទៅបើកលុបឡាននៅខាងក្រោយរួចយកអីវ៉ាន់ចេញមកខ្ញុំនិងម៉ាក់ជួយយកអីវ៉ាន់ប៉ាចូលទៅក្នុងផ្ទះចូលទៅដល់ក្នុងផ្ទះប៉ាមានអំណោយឲ្យខ្ញុំមុនគេខ្ញុំបើកថង់ឃើញរ៉ុកែត2និងមីស៊ីល1ខ្ញុំសប្បាយចិត្តណាស់ខ្ញុំអរគុណប៉ារួចរត់ទៅក្រៅផ្ទះហើយហែកថង់រ៉ុកែត1និងមីស៊ីលនោះមកលេងខ្ញុំនឹកក្នុងចិត្តថាស្អែកជាថ្ងៃអាទិត្យខ្ញុំនឹងហៅឆេងឲ្យមកលេងវាយសីជាមួយខ្ញុំលេងនៅមុខផ្ទះតែឯងទុកពេលឲ្យប៉ានិងម៉ាក់ជជែកគ្នាព្រោះពួកគាត់ខានជួបគ្នាយូរហើយពេលល្ងាចតាដុកយាយមកពីណាក៏មិនដឹងដែរពួកគាត់ទាំងពីរនាក់ចូលមកដល់ផ្ទះឃើញឡាននិងឃើញខ្ញុំកាន់រ៉ុកែតគាត់ដឹងភ្លាមថាប៉ាមកដល់ល្ងាចនោះអាហារបរិបូរណ៍ណាស់ហើយខ្ញុំរីករាយខ្លាំងទៀតផងនៅពេលយប់ប៉ាដេកក្រេជាមួយម៉ាក់និងខ្ញុំដេកគៀនម៉ាក់ដេកកណ្ដាលហើយប៉ាដេកក្បែរម៉ាក់ពួកគាត់ទាំងពីរជជែកគ្នាច្រើនណាស់ខ្ញុំស្ដាប់មិនយល់ទេហើយខ្ញុំក៏ខ្ជិលស្ដាប់ដែរខ្ញុំក៏សំងំដេករហូតដល់លក់ប៉ាតែងតែចេញទៅជក់បារីការនៅផ្ទះចាស់ខ្ញុំឃើញពេលយប់គាត់ចេញទៅជក់បារីនៅរៀនហាលមកនៅទីនេះក៏ដូចគ្នាម៉ោង11យប់គាត់ចេញទៅជក់បារីនៅខាងមុខផ្ទះនេះជាទម្លាប់ជក់អស់ពីដើមគាត់ចូលមកពុលមាត់រួចក៏ចូលក្នុងផ្ទះគាត់ចូលមុងរួចប្រាស់ខ្លួនដេកក្បែរម៉ាក់គាត់ដេកដោយយល់ឯស្ដាំកងថ្ងាសកំពុងតែដេកលាវប៉ាឮសំឡេងគេដើរនៅលើដំបូលនិងមនុស្សជជែកគ្នាពួកគេនិយាយអ៊ូអរនិងមិនដឹងនិយាយអំពីអ្វីទេតែប៉ាស្ដាប់យល់ថាគេកំពុងនិយាយពីរឿងទិញលក់ដីពេលនោះប៉ានិយាយក្នុងចិត្តរបស់គាត់ថាសូមនាំគ្នាស្ងាត់សូមឲ្យខ្ញុំបានដេកផងតែប៉ុណ្ណឹងក៏ស្ងាត់លែងឮសូរអ្វីទៀតថ្ងៃទី7ព្រឹកឡើងប៉ានិយាយប្រាប់ម៉ាក់យប់មិញមានគេដើរលើដំបូលផ្ទះរបស់យើងហើយនិយាយគ្នាអំពីរឿងដីមើលទៅពួកនឹងប្រហែលជាអ្នកគួជេរដីហើយនិយាយស្អីហ្នឹងម៉ាក់ខ្សឹបប៉ាកុំឲ្យកូនលឺខ្លាចកូនខ្លាចលឺដូច្នេះប៉ាក៏ឈប់មាត់នៅពេលរសៀលឆេងបានមកលេងវាយសីជាមួយខ្ញុំពួកយើងលេងរហូតដល់មេឃងងឹតទើបឆេងត្រឡប់ទៅផ្ទះវិញដោយសារតែលេងហត់ពេកគ្រាន់តែបាយពេលល្ងាចរួចខ្ញុំក៏លងលក់តាំងពីម៉ោង8យប់នៅយប់នោះម៉ាក់ឈឺបត់ជើងធំម៉ាក់ក្រអង្គុយសម្លឹងមើលទៅកន្លែងដាក់ព្រះពុទ្ធរូបមិនឃើញយាយគាត់ក៏ដឹងថានេះគឺរំលងអធ្រាត្រហើយគាត់ខ្លាចមិនចង់ទៅបត់ជើងទេក៏ទ្រាំប៉ុន្តែដោយឈឺខ្លាំងគាត់មិនដឹងថាធ្វើម៉េចក៏ដាស់ប៉ាទៅជាមួយគាត់មិនដឹងស្អីទេយាពេកនេះប៉ារអ៊ូទោះរអ៊ូក៏ដោយតែគាត់នៅតែជូនម៉ាក់ទៅបង្គន់ពួកគាត់ដើរទៅបង្គន់ម៉ាក់ចូលហើយប្រាប់ប៉ាខ្ញុំចូលទៅពេលឯងនៅខាងក្រៅខ្ញុំទៅណាដឹងហើយម៉ាក់ចូលទៅក្នុងបង្គន់បិទទ្វារ
បាន15វិនាទីម៉ាក់ស្រ័យសួរប៉ែមានការអីអត់អីទេឲ្យលឿនមកដឹងហើយស្ងាត់មួយស្របក់ម៉ាក់មិនស្រួលស្រួលពោះចេះតែមានអារម្មណ៍ថាបញ្ចេញមិនអស់ដូច្នេះគាត់សង្ងំ15វិនាទីទៀតម៉ាក់ស្រែកហៅប៉ាចង់ដឹងថាប៉ានៅចាំដែរឬអត់ប៉ែអត់លឺសូរឆ្លើយម៉ាក់ហៅម្ដងទៀតប៉ែយីមិនអត់ឆ្លើយចឹងគ្មានការឆ្លើយតបម៉ាក់រៀងខ្លាចបន្តិចគាត់ហៅប៉ាជាលើកទី3នៅតែគ្មានមនុស្សឆ្លើយពេលនេះមានសំឡេងមួយដ៏កលួចមិនលឺឡើងសំឡេងនេះដូចជាសំឡេងខ្មោចក្នុងរឿងកុនម៉ាក់ព្រឺខ្លួនគាត់ខ្លាចជាខ្លាំងគាត់ចង់ក្រោកតែគាត់ឈឺពោះខ្មួលទៀតគាត់ខ្លាចផងមួម៉ៅផងគាត់ស្រែកហៅប៉ាប៉ែអីគេសំឡេងប៉ាឆ្លើយតបរៀងបងអូនៅនឹងទេអីចាំមិនក៏បងអូម្ល៉េះប៉ាឈប់ឆ្លើយម៉ាក់មានអារម្មណ៍ថាដូចជាចម្លែកនឹងសំឡេងរបស់ប៉ាសំឡេងនេះប្រហាក់ប្រហែលតែយល់ថាមានចំណុចខុសជាពិសេសប៉ាមិនដែលនិយាយបងអូដូចនេះទេម៉ាក់មិនអស់ចិត្តក៏ស្រែកហៅម្ដងទៀតប៉ែប៉ែឯងមែនអីឮសំណួរនេះស្រាប់តែស្ងាត់ឈឹងម៉ាក់សួរសំណួរនេះដដែលម្ដងទៀតគ្មានឮសំឡេងម៉ាក់លេងខ្វល់ហើយបើចេញមិនអស់នៅក្នុងពោះនឹងរួចក៏រੂរះចាក់ទឹកហើយចេញពីបង្គន់ដោយការស្មានមិនខុសប៉ាមិនបាននៅមុខបង្គន់គាត់កំពុងឈរជក់បារីនៅគៀរបងមិនបងអងយូរម៉ាក់ក៏ដើរទៅរកប៉ាងាកឃើញម៉ាក់ក៏បោះបារីលើស្មៅហើយយកជើងញីម៉ាក់ទៅដល់ក៏និយាយនឹងប៉ាថាប៉ែឯងល្មមឈប់ជួបបារីហើយអ្នកជួបបារីគ្រោះថ្នាក់តែ10ទេតែអ្នកហិតក្លិនឯណោះគ្រោះថ្នាក់ដល់ទៅ100ដឹងទេគិតពីកូនផងកូននៅក្មេងខ្ញុំមិនចង់ឲ្យកូនធំឡើងរស់នៅជាមួយនឹងជំងឺទេប៉ាងក់ក្បាលម៉ាក់ក្រឡេកមើលជុំវិញខ្លួនរួចក៏ប្រាប់ប៉ាឲ្យចូលផ្ទះគាត់ដើរយ៉ាងលឿនទុកឲ្យប៉ាជាអ្នកបិទទ្វារស្អែកឡើងម៉ោងប្រមាណ3រសៀលតាបាននាំបរិយចំណាស់ប្រហែលតាមមុខផ្ទះគាត់នោះពាក់អាវកតាំងស្លៀកខោចៅពណ៌ខ្មៅពេលនោះខ្ញុំកំពុងធ្វើលំហាត់ខ្ញុំឮតាអញ្ជើញគាត់ឲ្យចូលផ្ទះហើយហៅគាត់ថាលោកតាអាចារ្យលោកតាអាចារ្យដើរមើលសពក្នុងផ្ទះនឹងដីបន្ទាប់មកគាត់ក៏ដើរចេញទៅក្រៅពេលនោះយាយនៅផ្ទះបាយចំណែកប៉ានៅម៉ាក់ចេញទៅក្រៅពេលតានាំអាចារ្យមកយាយក៏ឃើញដែរតែគាត់គ្រាន់តែជម្រាបសួរតែប៉ុណ្ណោះចំណែកតានិងអាចារ្យវិញពួកគាត់ដើរបណ្ដាជជែកគ្នាបណ្ដាតាបានរៀបរាប់ប្រាប់ថ្ងៃមុនខ្ញុំជិះរកផ្លូវចូលផ្ទះមិនឃើញទេខ្ញុំឃើញផ្ទះខ្ញុំនៅឆ្ងាយជិះម៉ូតូមកដល់សោះហើយខ្ញុំក៏មកដល់ដើមឈើនោះតាចង្អុលទៅដើមជ្រែកនៅខាងមុខខ្ញុំឃើញមានគេច្រើនណាស់នៅលើដើមឈើពួកគេនៅតាមមេឃមើលទៅដូចជាមានមេភូមិអញ្ចឹងរួចគេក៏ចុះមកតាមវល្លិតាអាចារ្យដើរទៅឈរនៅពីមុខដើមជ្រៃគាត់ដើរក្រឡឹងដើមជ្រៃមួយជុំរួចក៏មកឈរក្បែរតាហើយសម្លឹងមកទិសដល់ផ្ទះខ្ញុំតាំងនៅគាត់បែរមកមើលដើមជ្រៃរួចមើលទៅផ្ទះខ្ញុំម្ដងទៀតបន្ទាប់មកគាត់និយាយថាលោកបងឯងសង់ផ្ទះលើផ្លូវគេដើមជ្រៃនេះមានព្រលឹងខ្មៅរស់នៅច្រើនណាស់ពេលគេចុះពីលើមកពួកគេដើរតាមផ្លូវហ្នឹងទៅខាងនេះផ្លូវដែលគេដើរគឺពេញពីផ្លូវនេះហើយដីខាងឯនេះតាអាចារ្យធ្វើកាយវិការបង្ហាញបើវាស់ទៅចាប់ពីពាក់កណ្ដាលផ្ទះលបងឯងហ្នឹងគឺជាផ្លូវខ្មោចណាបងឯងមើលដើមជ្រៃនេះមើលមេឃរបស់វាមើលមេឃណាដែលវែងជាងគេមេឃខាងនេះវែងផុតត្រឹមចិញ្ចើមផ្លូវចំណែកខាងនេះមេឃដូវវែងជាងខាងនេះបើតាមខ្ញុំស្មានទៅគឺចំពាក់កណ្ដាលផ្ទះរបស់លបងអញ្ចឹងតាទើបបានជាកូនស្រីខ្ញុំថាធ្លាប់លើគេដើរនៅលើដំបូលផ្ទះតែខ្ញុំមិនជឿចុះផ្ទះដែលនៅជាប់ទាំងអស់នេះចំដូចទីគ្នាទេអញ្ចឹងយើងធ្វើយ៉ាងម៉េចទៅមានវិធីពីរវិធីទី1គឺលូកផ្ទះនេះនិងវិធីទី2គឺបង្កើតផ្ទះទៅក្រោយទាំងរបស់នឹងផ្ទះប៉ុន្តែធ្វើបែបនេះខាតដីហើយសម្រាប់ចិត្តខ្លួនឯងចុះខ្ញុំមានយោបល់តែប៉ុណ្្នេះទេ
តានិងតាអាចារ្យដើរត្រឡប់មកផ្ទះបន្ទាប់មកតាក៏ដប់តាអាចារ្យចេញទៅមួយស្រមក់ទើបមកវិញពេលមកដល់ប៉ានិងម៉ាក់ក៏មកដល់ល្មមដែរតាបានហៅអ្នកផ្ទះមកពិភាក្សាគ្នាក៏រៀបរាប់ពីសម្ដីរបស់តាអាចារ្យគ្រប់គ្នាស្ដាប់យាយស្ដាប់ហើយមិនទាន់មានយោបល់ទេតាបានប្រាប់ពីរឿងដែលគាត់បានជួបពីថ្ងៃមុនម៉ាក់និងប៉ាភ្ញាក់ផ្អើលណាស់តបមកពួកគាត់ទាំងពីរក៏ប្រាប់ថាពួកគាត់ធ្លាប់ជួបដែរឮដូច្នេះក៏សម្រេចចិត្តលើកផ្ទះទៅក្រោយតែគាត់ចង់សួរយោបល់ពីអ្នកគ្រប់គ្នាប៉ានិងម៉ាក់និយាយថាស្ដាយដីតាក៏ស្ទាក់ស្ទើរពេលនោះយាយក៏លាន់មាត់ថាអាប្រុសក៏ធ្លាប់ជួបដែរអូថាម៉េចម៉ាក់កូនខ្ញុំក៏ធ្លាប់ជួបដែរណោះម៉ាក់ខ្ញុំបើកភ្នែកធំចៅធ្លាប់ឃើញ3ដងហើយអញ្ចឹងខិតផ្ទះទៅប៉ាកុំឲ្យមានរឿងដល់កូនខ្ញុំម៉ាក់ខ្ញុំយល់ព្រមរៀងលឿនដោយសារតែខ្លាចប៉ះពាល់ដល់សុវត្ថិភាពរបស់ខ្ញុំចាស់ទាំងអស់ក៏សម្រេចចិត្តថាខិតផ្ទះប៉ុន្តែលើកផ្ទះទៅក្រោយដោះស្រាយជាមួយនឹងរឿងខ្មោចបាបតែពិបាករឿងច្បាប់ព្រោះខុសពីក្នុងបានកម្មសិទ្ធិផ្ទះគិតចុះគិតឡើងប៉ាក៏ផ្ដល់យោបល់ថាលក់ផ្ទះតែម្ដងទេមូលហេតុទី1គឺដើម្បីសេចក្តីសុខគ្រួសារទី2មិនចង់ឲ្យលឺដំណឹងនាំបង្កបញ្ហាទី3មិនចង់ឲ្យពិបាករឿងច្បាប់ទម្លាប់តាសម្រេចចិត្តតាប៉ាហើយយាយនិងម៉ាក់យល់ព្រមដែរមួយថ្ងៃក្រោយមកពួកយើងបានទៅរកជួបផ្ទះគេបន្ទាប់មកតាដាក់ផ្លាកលក់ផ្ទះអ្នកជិតខាងមកសួរពីមូលហេតុដែលគាត់ចង់លក់ផ្ទះព្រោះគេទើបតែឃើញមកនៅតាមិនបាននិយាយអីទេគ្រាន់តែសើចញឹមមិនបានមួយខែផងមានគេមកទិញតាបានលុយពីលក់ផ្ទះទៅទិញផ្ទះល្វែងនៅក្រុងប៉ាក៏ជប់ទៅរកស៊ីនៅផ្លូវឆ្ងាយមករកស៊ីនៅភ្នំពេញវិញចង់ដឹងដល់ហើយថាម្ចាស់ថ្មីគាត់ធ្វើយ៉ាងម៉េចបើឃើញគេធ្វើចរាចរណ៍នៅលើដំបូលផ្ទះអេដមីនសូមអរគុណសម្រាប់ការទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់សង្ឃឹមថាបានជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀត